រូបមន្តធម្មជាតិស្មានមិនដល់ការដាក់ខ្ទឹមក្រហមក្បែរខ្លួនជួយឲ្យគេងលក់ស្រួលនិងស្រឡះសួតយោងតាមការចុះផ្សាយពីប្រភពបរទេសការដាក់ខ្ទឹមក្រហមនៅក្បាលគ្រែមុនចូលគេងគឺជាវិធីសាស្ត្របុរាណដ៏មានប្រសិទ្ធភាពសម្រាប់ជួយដោះស្រាយបញ្ហាតឹងច្រមុះនិងជំងឺផ្ដាសាយមូលហេតុដែលខ្ទឹមក្រហមអាចជួយបានគឺដោយសារវាមានប្រេងក្រអូបភាយនិងសារធាតុផូស្វ័រដែលមានសមត្ថភាពសម្លាប់បាក់តេរីនិងកាត់បន្ថយការហើមនៃភ្ញីក្នុងច្រមុះវិធីអនុវត្តគឺគ្រាន់តែយកខ្ទឹមក្រហម3ទៅ5កំពឹសមកដំឲ្យល្មមបែកដើម្បីឲ្យភីក្លិនចេញមករួចដាក់នៅក្នុងចានតូចឬរុំក្រណាត់ស្ដើងរួចទុកក្បែរខ្នើយការស្រូបយកក្លិនខ្ទឹមក្រហមតិចៗពេញមួយយប់នឹងជួយពង្រីកផ្លូវដង្ហើមឲ្យស្រឡះល្អកាត់បន្ថយការដកសម្បោរនិងការធ្វើឲ្យការសម្រាករបស់អ្នកកាន់តែមានគុណភាពដោយមិនបានពឹងផ្អែកទៅលើថ្នាំពេទ្យឡើយការប្រុងប្រយ័ត្នព័ត៌មាននេះគឺគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយលោកគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបានត្រឹមត្រូវ